បាទសូមអនុញ្ញាតគ្រប់ពុកម៉ែអ៊ំពូមីងបងប្អូនជាទីគោរពពីខ្ញុំបាទជារាស៊ីអសំឡងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខែក្រុងបាទថ្ងៃនេះសូមបង្ហាញពីខាងមុខកន្លែងដែលជាងគាត់រៀបអត់ម៉ូតបាទឥឡូវគាត់បានបញ្ចប់ការងារអត់ម៉ូតរួចរាល់ហើយអស់ហើយនឹងចាប់ទុំជុំវិញអត់ម៉ូតរួចរាល់ហើយអស់ហើយឥឡូវគាត់កំពុងតែបៀករងបាទបៀករងតាមធ្នេអត់ម៉ូតយ៉ាងហ្នឹងបាទនៅតាមចន្លោះពីអត់ម៉ូតទៅអត់មួយវាមានតែធ្នេរបស់វាបន្តិចតួចបាទយើងប្រើស៊ីម៉ងសហើយបន្ទាប់មកយើងនឹងបញ្ចូលរងពណ៌សទៀតដើម្បីវាមើលមកឃើញស្អាតស្មើស្អាតសម្រាប់កន្លែងនេះយើងបានរៀបអត់ម៉ូតរួចរាល់ហើយដែរហើយរងចាំការបូកកន្លងជុំវិញបន្តិចហើយយើងចាប់សុំវាពាត់ជុំវិញដែរ